ជំងឺសចុងស្លឹកតើជំងឺនេះមានលក្ខណៈបែបណាតោះកុំភ្លេចតាមដានវីដេអូនេះឲ្យដល់ចប់ជាទូទៅជំងឺនេះវាបណ្ដាលមកពីនេម៉ាតូតដែលឆ្លងនៅលើចុងស្លឹកហើយជំងឺប៉ារ៉ាស៊ីតបំផ្លិចបំផ្លាញនៅចុងស្លឹកស្រូវមួយវិញទៀតហ្នឹងគឺរោគសញ្ញានេះកើតឡើងប្រហែលជា2ខែបន្ទាប់ពីស្ទូងស្រូវរីឯរោគសញ្ញាហ្នឹងគឺចាប់ផ្ដើមធ្វើឲ្យសនៅចុងស្លឹកប្រហែល1ទៅ2អ៊ីងហើយក្រោយមកខ្ល้ายទៅជារមូរនិងក្រៀមស្វិតរីឯរោគសញ្ញាមួយទៀតហ្នឹងគឺមានតែចុងស្លឹកតែប៉ុណ្ណោះដែលមានពណ៌សនិងស្ងួតរីឯស្លឹកដែលនៅសល់នៅតែបៃតងដូចធម្មតាហើយចំណុចមួយទៀតហ្នឹងគឺការឆ្លងរីករាលដាលដោយដែលអាចធ្វើឲ្យស្លឹកទង់ជ័ររមួលហើយនឹងគួរវាមិនអាចលេចចេញទៅក្រៅបានប្រសិនបើគួរលេចចេញឡើងលើមានទំហំតូចនិងការគួរចេញមិនពេញលេញឯវត្តនៃជំងឺហ្នឹងគឺទី1ហ្នឹងប្រើគ្រាប់ពូជដែលគ្មានជំងឺបន្ទាប់មកធ្វើការត្រួតពិនិត្យហើយទី2ហ្នឹងគឺត្រាំគ្រាប់ពូជនៅក្នុងទឹកក្តៅ52ឬ53អង្សាសេរយៈពេល15នាទីអាចសម្លាប់នេម៉ាតូតពីគ្រាប់ពូជស្រូវបានរីឯការគ្រប់គ្រងគីមីសាស្ត្រហ្នឹងគឺការប្រើប្រាស់ថ្នាំកាបូហ្វូរ៉ាន3ក្រាមក្នុង 3G 1គីឡូក្រាមក្នុង1ហិកតាក្នុងថ្នាំ1សប្តាហ៍មុនពេលស្ទូងជាវិធានការបង្ការវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ